សួស្តីបងប្អូនទាំងអស់គ្នាឬក៏អ្នកដែលទើបចាប់ផ្ដើមរៀនភាសាអង់គ្លេសកម្រិតដំបូងចំពោះអ្នកដែលចេះហើយឬក៏ខ្ញុំមានការខុសអីគឺសូមកាន់តែអភ័យទោសផងនៅក្នុងនេះគឺខ្ញុំនឹងបរៀនអ្នកនរគ្នាទាក់ទងទៅនឹងការប្រើប្រាស់ហើយនឹងអញ្ចឹងតើនិងយើងប្រើប្រាស់នៅពេលណាតើយើងប្រើនៅពេលណាយើងប្រើនៅពេលណានៅក្នុងនេះយើងប្រើវានៅពីមុខពាក្យដែលមានព្យញ្ជនៈហើយពាក្យហ្នឹងគឺជានាមឯកវចនៈគឺនាមដែលមានតែមួយគត់អញ្ចឹងយើងប្រើកាលណានៅពីមុខពាក្យហ្នឹងផ្ដើមដោយស្រៈហើយនាមហ្នឹងគឺមានតែមួយគត់ដូចគ្នាអញ្ចឹងតើព្យញ្ជនៈគឺមានអក្សរអីខ្លះសំដៅទៅលើអីខ្លះ B C D E F G A Y Z អញ្ចឹងតើស្រៈនៅក្នុងភាសាអង់គ្លេសមានប៉ុន្មានស្រៈរបស់យើងគឺមាន5ដែលគេហៅថា vowel គឺមាន A E I O U អញ្ចឹងមាន5ហ្នឹងហើយទាំងអស់សរុបគឺមាន26ទូអញ្ចឹងតើគេប្រើពាក្យនិងហ្នឹងក្នុងលក្ខខណ្ឌបែបម៉េចដោយសារគឺយើងប្រើកាលណាដែលពាក្យហ្នឹងគឺផ្ដើមដោយព្យញ្ជនៈខាងនេះហើយគេប្រើទៅពាក្យហ្នឹងគឺផ្ដើមដោយស្រៈអញ្ចឹងផ្ដើមមិនអញ្ចឹងជាឧទាហរណ៍យើងប្រើនៅពេលនាមទាំងឡាយណាដែលមានតែមួយគត់ហើយផ្ដើមដោយព្យញ្ជនៈហើយយើងប្រើនៅពេលនាមទាំងឡាយណាដែលមានតែមួយគត់ហើយផ្ដើមដោយស្រៈទាំង5អញ្ចឹងនៅផ្នែកខាងនេះខ្ញុំមានឧទាហរណ៍ពាក្យចំនួន5តើពាក្យណាខ្លះដែលផ្ដើមដោយព្យញ្ជនៈពាក្យណាខ្លះដែលផ្ដើមដោយស្រៈអញ្ចឹង phone ព្យញ្ជនៈ pen ព្យញ្ជនៈ pencil ពុកព្យញ្ជនៈអញ្ចឹងនៅក្នុងនេះអ្នកអាចរៀនបានអញ្ចឹង example ទីសាស្ត្រប្រើឃើញគេដាក់នៅខាងនេះ this is a book ឃើញ this is a book book នេះដោយសារ book ហ្នឹងជាសៀវភៅហ្នឹងគឺមានតែមួយគត់ដោយសារសៀវភៅហ្នឹងអត់មាន s អញ្ចឹង a book ត្រង់ហើយ that is a pencil នោះគឺជាខ្មៅដៃមួយចំណែកឯវិញគឺនេះគឺជា apple this is an apple ឃើញទេ apple គឺផ្ដើមដោយស្រៈ a អញ្ចឹងយើងប្រើពាក្យហើយ that is an orange ឃើញ orange នេះគឺផ្ដើមដោយអក្សរ o គឺជាស្រៈ o អញ្ចឹងយើងសរសេរ an orange អញ្ចឹងនៅក្នុងនេះយើងមាន example សូមអ្នកនរគ្នាជួយធ្វើហើយ link ទាំងអស់នេះគឺជា exercise ដែលខ្ញុំបានជ្រាវនៅក្នុង Google អ្នកអាចចូលទៅធ្វើលំហាត់បានដើម្បីឲ្យកាន់តែច្បាស់ទៅ